Vàជំរាបសួរនិងសួស្តីដល់អស់លោកអ្នកបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Lumo Reaction ម្ដងទៀតហើយថ្ងៃនេះខ្ញុំតូឡាខ្ញុំអេលីហើយពិតជាសប្បាយចិត្តមែនទែនបានមកធ្វើកម្មវិធី Lumo Reaction ជាមួយនឹងបងប្អូនទាំងអស់គ្នាអេលីក៏ពិតយើងធ្វើនេះចំរដូវកាលចិត្តចូលឆ្នាំណាហើយឃើញ background នៅខាងក្រោយរបស់យើងបើសម្រាប់បងវិញអូ feeling special ហ្មងណាហើយធំក្លិនស្បើYeah ដោយសារអីមករយៈមុនឃើញគេធ្វើ Lumo Reaction ហ្នឹងមានម្ដងចិត្តដែរថាថ្ងៃណាមួយសាក់បងចង់ចូលរួមជាមួយកម្មវិធីរបស់ Lumo ដែរប៉ុន្តែចំពេលហ្មងហើយគេហៅបងចំពេលចូលឆ្នាំហើយថ្ងៃនេះសង្ឃឹមបានដៃគូល្អហើយយើងនឹងមានអីដែលរំភើបជាមួយនឹងគ្នាមែនទេមែនបងអូខេយ៉ាងណាមិញចង់ជម្រាបអស់លោកអ្នកបងប្អូនថាកម្មវិធី Lumo យើងជាកម្មវិធីមួយដែលសហការជាមួយនឹង One Hope ជាកម្មវិធីខ្សែរឿងហើយរឿងពេញតែម្ដងគឺវែងមែនទែនមានរយៈពេល73ម៉ោងឯណោះ2ម៉ោងជាងប៉ុន្តែយើងចាប់ផ្ដើមធ្វើឲ្យមានភាពងាយស្រួលសម្រាប់អស់លោកអ្នកបងប្អូនមូលហេតុយើងធ្វើកម្មវិធី Lumo Reaction ជាមួយចម្ពុកហើយនេះគឺជាអ្វីដែលបងចាប់អារម្មណ៍ហើយចូលចិត្តមែនទែនហើយកម្មវិធី Lumo នេះយើងត្រូវបានដកស្រង់ចេញពីអត្ថបទគម្ពីរនៅក្នុងរឿងដំណឹងល្អទាំង4កានគឺមានម៉ាថាយម៉ាកុសលូកាហើយនិងយូហានហើយយ៉ាងណាមិញអ្វីដែលយើងធ្វើគឺនៅក្នុងកានគម្ពីរយូហានហើយយូហានគឺជារឿងមួយដែលវ៉ាវនៅក្នុង Lumo Reaction ពីលើកមុនណាអេលីបងឃើញគេចាប់ដើម reaction អំពីតួអង្គរបស់ព្រះយេស៊ូវទាំងមានលោកយូហានបាទីសអីផ្សេងហើយបង feeling មួយវ៉ាវចឹងយើងចាំមើលទាំងអស់គ្នាទៀតថាតើនៅក្នុង Lumo បន្ទាប់នេះនៅក្នុងចម្ពោះ2ព្រោះដោយសារអីពីមុនគេធ្វើចម្ពោះ1ថាតើយើងនឹងតាមដានជាមួយគ្នានៅក្នុងចម្ពោះ2នឹងមានរឿងអ្វីអស្ចារ្យបន្ថែមទៀតប៉ុន្តែអេកាន់តែពិសេសទៀតណាអ្នកដែលចង់ស្ដាប់ជាភាសាអង់គ្លេសឬក៏ភាសាផ្សេងទៀតនៅក្នុងកម្មវិធី Lumo ក៏គេចាប់ផ្ដើមធ្វើកម្មវិធីច្រើនភាសាហើយប៉ុន្តែអ្វីដែល special ពិសេសហើយល្អចាប់អារម្មណ៍ហើយសប្បាយចិត្តសម្រាប់យើងគឺមានជាភាសាខ្មែរអាមែនវ៉ាវហើយថ្ងៃនេះយើងនឹងមក react នៅក្នុងចម្ពោះ2ជាមួយនឹងគ្នាអេលីត្រៀមខ្លួនហើយនៅត្រៀមខ្លួនហើយអេលីចង់មានអីនិយាយទៅកាន់បងប្អូនរបស់យើងដើម្បីឲ្យគាត់ត្រៀមខ្លួនចូលក្នុងកម្មវិធី reaction ជាមួយយើងទាំងអស់គ្នាខ្ញុំជឿថាបងប្អូននឹងសប្បាយជាមួយពួកយើងដែលយើងបានមើលរឿងនេះជាមួយគ្នាវ៉ាវហើយចម្ពោះ2ជាកម្មវិធីមួយដែលពិសេសដែលព្រះយេស៊ូវចូលរួមហើយយើងនឹងតាមដានជាមួយនឹងគ្នាថាតើវាពិសេសបែបណាហើយមានកិច្ចការអស្ចារ្យអីទៀតដែលព្រះយេស៊ូវបានធ្វើនៅក្នុងចម្ពោះ2នេះតោះយើងអាចតែមើលគ្នាបានអេលីបានបងចាំបងប្អូនត្រៀមខ្លួនហើយនៅតោះទៅមើលការអស្ចារ្យជាមួយនឹងគ្នាដែលព្រះយេស៊ូវបានធ្វើនៅក្នុងចម្ពោះ2នេះទៅជាមួយគ្នាវ៉ាវហន់ចេញភ្លេងមកដំបងសម្រាប់បងបងចូលចិត្តភ្លេងរបៀបដូចជនជាតិអញ្ចឹងអេលីធ្លាប់ឃើញភ្លេងធ្លាប់ស្ដាប់ភ្លេងក្មេងៗដូចនៅអាហ្វ្រិកអីគេរាំអូទំគឹងបងចូលចិត្តអាភ្លេងអញ្ចឹងហើយនេះគឺជាភ្លេងមួយបែបទៀតបើទោះបើយើងគិតថាភ្លេងនេះវាខុសពីភ្លេងខ្មែរភ្លេងអីយើងក៏ដោយមែនទេប៉ុន្តែជាតិសាសន៍នីមួយៗគេតែងតែមានភ្លេងរបស់គេហើយនេះគឺជាភ្លេងមួយនៅក្នុងសម័យរបស់ព្រះយេស៊ូវ3ថ្ងៃក្រោយមកមានពិធីមង្គលការនៅភូមិកាណាក្នុងស្រុកកាលីលេហើយមាតាព្រះយេស៊ូវនៅទីនោះគេបានយាងព្រះយេស៊ូវនិងអញ្ជើញពួកសិស្សរបស់ព្រះអង្គទៅចូលរួមពិធីមង្គលការនោះដែរអូក៏ពិតភ្លេងពិធីមង្គលការគេសោះនៅក្នុងសម័យនោះពេលយើងនិយាយក៏ពិតឥឡូវអញ្ចឹងមិនបានមូលហេតុពេលខ្លះយើងឆ្ងល់ដែរចាំបាច់អីពេលការមានភ្លេងមានអីអញ្ចឹងមែនទេអេលីមានដឹងទេអត់សូវដឹងដែរខ្ញុំប៉ុន្តែដឹងទៅសប្បាយចិត្តពេលបានការតន្ត្រីវាជួយយើងច្រើនអញ្ចឹងណាប៉ុន្តែដល់ពេលលេងមានភ្លេងមានអីចុះវាមានអារម្មណ៍ថាកម្មវិធីការរបស់យើងវាដូចទៅហឹងអឺងកងអីអញ្ចឹងណាហើយនៅសម័យព្រះយេស៊ូវមានដែរហើយយើងឃើញគេមានការរំរើសប្បាយអីអញ្ចឹងទៅជាមួយយើងទៅមើលជាមួយនឹងគ្នាទៀតថាតើកម្មវិធីនេះមានអីជាបន្តទៀតនៅក្នុងកម្មវិធីមង្គលការពេលអស្រាទំពាំងបាយជូរមេដាព្រះយេស៊ូវទូលព្រះអង្គថាគេអស្រាទំពាំងបាយជូរហើយព្រះយេស៊ូវមានព្រះបន្ទូលទៅមេដាថាអ្នកម្ដាយអើយតើការនោះអំពុលអ្វីដល់យើងពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេមេដាព្រះអង្គប្រាប់ពួកអ្នកបម្រើថាចូលធ្វើតាមអ្វីដែលលោកប្រាប់ចុះនៅទីនោះមានពាងថ្ម6មកដល់កន្លែងនេះបងចង់ក៏ប៉ុន្តែពេលខ្លះវាមើលទៅកន្លែងនេះបងមានចម្ងល់បន្តិចការហ្នឹងអេលីដឹងការបងណាគេអត់ដឹងដែរប្រហែលមិត្តភ័ក្តិរបស់ម្ដាយព្រះយេស៊ូវទៅដឹងប៉ុន្តែបងចាប់អារម្មណ៍ថងចេះព្រះយេស៊ូវការនេះក៏មិនមែនការរបស់ព្រះយេស៊ូវដែរមែនទេមែនទេប៉ុន្តែហើយព្រះយេស៊ូវក៏មិនមែនជាម្ចាស់ដើមការដែរមែនអត់ប៉ុន្តែមានអារម្មណ៍មួយដូចពេលអស់អីនៅក្នុងកម្មវិធីហ្នឹងគេដូច
ត្រូវមកសួរព្រះយេស៊ូវដូចកន្លែងនេះខ្ញុំយើងចាប់អារម្មណ៍គឺយើងឃើញម្ដាយព្រះយេស៊ូវប្រាប់ព្រះយេស៊ូវគាត់ថាអស់ស្រានៅក្នុងកម្មវិធីការរបស់គេចាប់ម្ដាយព្រះយេស៊ូវទៅរកព្រះយេស៊ូវហើយប្រាប់ព្រះយេស៊ូវហើយបងមានសំណួរ question ប្រហែលជាបងប្អូនយើងដទៃទៀតដែលកំពុងតែតាមដានមួយយើងនឹងមានសំណួរដូចយើងដែរថាតើព្រះយេស៊ូវជានរណាជាម្ចាស់ដើមការមែនហេតុអីអស់ស្រាត្រូវមករកព្រះយេស៊ូវមែនអត់មែនតើដល់ពេលបងនិយាយចឹងបាទខ្ញុំចាប់ដើមឆ្ងល់ប៉ុន្តែបើយើងមើលស្ថានភាពនេះហើយបើសិនបើយើងទៅមើលនៅក្នុងអត្ថបទគម្ពីរទៀតព្រះយេស៊ូវមិនមែនជាម្ចាស់ដើមការទេព្រះអង្គត្រូវបានគេអញ្ជើញទៅកម្មវិធីការដែរហ្នឹងប៉ុន្តែអស់ស្រាហេតុអីគេមករកព្រះយេស៊ូវហើយបណ្ដាព្រះយេស៊ូវប្រាប់ព្រះយេស៊ូវឬមួយហើយបងមានសំណួរទៀតបងចេះគិតមួយថាឬមួយក៏មានតែព្រះយេស៊ូវទេណាដែលដឹងពីកន្លែងដែលលក់ស្រាដែលល្អណែមែនទេអត់ដឹងដែរហើយពាក្យមួយម៉ាត់ដែលបងឮនៅក្នុងនេះដែលបណ្ដាព្រះយេស៊ូវបានប្រាប់អ្នកបម្រើជាពិសេសប្រាប់ថាបើលោកប្រាប់ឲ្យធ្វើអីចូលធ្វើតាមលោកចោះពាក្យហ្នឹងសំខាន់ណាស់ចាមានអារម្មណ៍ថាពាក្យហ្នឹងដូចព្រះយេស៊ូវដែលបងនិយាយមិញសំណួរមិញថាដូចព្រះយេស៊ូវជាម្ចាស់នៃពិធីមង្គលការហ្នឹងហើយដូចព្រះយេស៊ូវមានតែព្រះយេស៊ូវទេអ្នកស្គាល់កន្លែងលក់ស្រាដ៏ល្អមូលហេតុបើព្រះយេស៊ូវអត់ប្រាប់អត់មានណាគេធ្វើអីកើតប៉ុន្តែយើងនឹងតាមដានជាមួយនឹងគ្នាទៀតមូលហេតុអីបានជាម្ដាយព្រះយេស៊ូវប្រាប់អ្នកបម្រើនោះឲ្យធ្វើអីតាមព្រះយេស៊ូវទាំងព្រះយេស៊ូវគ្រាន់តែជាអ្នកដែលគេអញ្ជើញទៅពិធីមង្គលការដែរហ្នឹងមែនអត់ចាហើយតើមានអី special សម្រាប់ព្រះអង្គបានគេទុកចិត្តហើយគេធ្វើតាមព្រះអង្គមែនតោះយើងតាមដានទៅមួយគ្នាដែលសាសយូដាប្រើសម្រាប់ធ្វើពិធីជំរះកាយពាងមួយចំណុះទឹក2ឬ3អម្រែកព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាចូលចាក់ទឹកឲ្យពេញពាងទាំងនេះទៅគេក៏ចាក់ទឹកពេញដល់មាត់ពាងព្រះអង្គមានព្រះបន្ទូលប្រាប់គេថាឥឡូវនេះចូលដងយកទៅជូនលោកចៅមហាទៅគេក៏ដងយកទៅជូនអូកន្លែងនេះបងមើលឃើញពេលព្រះយេស៊ូវប្រាប់ឲ្យគេចាក់ទឹកចូលក្នុងពាងណាចាហើយយើងមើលតួអង្គព្រះយេស៊ូវមកយើងមើលមិញព្រះអង្គធ្វើកន្លែងធ្វើភ្នែកចេះព្រោះដោយសារអីបងកន្លែងហ្នឹងឃើញពេលមិញយើងមើលសកម្មភាពអ្នកបម្រើលើកទឹកទៅចាក់ក្នុងពាងមិញអេលីឃើញទឹកហ្នឹងពណ៌អីគេពណ៌សពណ៌សឡើយហ្នឹងហើយបងឃើញតួអង្គព្រះយេស៊ូវគាត់ធ្វើភ្នែកចេះមានអារម្មណ៍មួយថាដូចព្រះអង្គគាត់ថាកុំអាខ្លាចទៅជាស្រាអីឲ្យនៅជាទឹកសិនមែនទេប៉ុន្តែឲ្យចាក់ទៅក្នុងនោះមានចាប់អារម្មណ៍ហ្នឹងអត់ចាប់អារម្មណ៍តាហើយបើសម្រាប់បងវិញបើបងជាអ្នកបម្រើនោះបងភ័យឲ្យចាក់ទឹកចូលក្នុងហ្នឹងហើយបន្ទាប់មកប្រើឲ្យដួសទៅឲ្យអាចារ្យហ្នឹងចុះបើទឹកនឹងអត់ខ្លាចជាស្រា What happened អូខេអញ្ចឹងមានតាមដានទៀតនេះឃើញកន្លែងស្នេហ៍ព្រះយេស៊ូវវ៉ាវពេលចៅមហាភ្លុកទឹកដែលបានប្រែមកជាស្រាទំពាំងបាយជូរហើយកន្លែងនេះឃើញអេលីបងមានអារម្មណ៍ថាជាតួអង្គព្រះយេស៊ូវពេលកន្លែងព្រះអង្គប្រើអ្នកបម្រើនោះឲ្យចាក់ទឹកចូលក្នុងពាងនោះចាដូចមានអារម្មណ៍ថាភ្នែកដៀងទៅខាងឆ្វេងប៉ុន្តែបើទោះអត់គេបានគាត់ខាងឆ្វេងច្រើនបណ្ដាអានេះបងសម័យមួយអានេះឃើញតួអង្គដូចកុំឲ្យខ្លាចជាស្រាអីប៉ុន្តែដល់ពេលដែលឲ្យចាក់មកក្នុងការអាចារ្យនោះវិញស្រាប់ព្រះអង្គស្លឹងមកជាហៀងទៀតមើលថាអាខ្លាចទៅជាស្រាទៅហើយយើងឃើញពេលតួអាចារ្យនោះគាត់លើកទឹកនោះបរិភោគខ្លាចជាស្រាមែនហើយស្រានោះជាស្រាដែលល្អទៀតផងមែនទេជំមើលមួយគ្នាជំមើលថាតើអាចារ្យនោះគាត់មានសកម្មភាពអីគាត់ reaction មិនដឹងថាស្រានេះមកពីណាមានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹងចៅមហាក៏ហៅកូនកំឡោះមកនិយាយថាមនុស្សគ្រប់គ្នាតែងលើកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុនលុះបានពិសាច្រើនហើយទើបលើកស្រាមិនសូវឆ្ងាញ់មកជាក្រោយតែអ្នកវិញបែរជាទុកស្រាឆ្ងាញ់មកទល់ពេលនេះព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះនៅភូមិកាណាក្នុងស្រុកកាលីលេវ៉ាវកន្លែងនេះអស្ចារ្យមែនទែនអញ្ចឹងសម្រាប់បងគិតថាមានតែព្រះអង្គឯងអាចធ្វើបានមែនទេមែនតាបងយើងអាចធ្វើបានទេកន្លែងនេះអេលីក៏ប៉ុតបងចង់ចែករំលែកកន្លែងនេះទៅកាន់អេលីដែរហើយក៏ដូចជាបងប្អូនយើងដែលកំពុងតែមើល reaction នេះដែរថានៅពេលដែលពាក្យមួយដែលមេដារបស់ព្រះយេស៊ូវព្រះអង្គប្រាប់ទៅអ្នកបម្រើថាបើលោកប្រាប់អ្វីចូលធ្វើតាមទៅហ្នឹងពាក្យនេះសំខាន់ណាពាក្យនេះសំខាន់ឯងបងថាសំខាន់ព្រោះដូចថាអញ្ចឹងនៅពេលព្រះអង្គប្រាប់យើងឲ្យធ្វើអ្វីមួយតាមព្រះអង្គណាអេលីត្រូវដឹងថាព្រោះថាពេលដែលយើងធ្វើតាមព្រះអង្គបើទោះពេលខ្លះនៅក្នុងគំនិតរបស់យើងដឹងថាការងារនោះប្រហែលជាទៅមួយទេមិនទេទៅមិនកើតវាហួសពីសមត្ថភាពរបស់យើងវាគួរឲ្យភ័យខ្លាច
cái đôi bàn tay bằng cái thằng ao tại dương thua tam bọn hay dương tục chất bọn dương cười nhà cả ở trái nên cả lại nhưng mưa bị nẹp bầm ra thế nhỉ nẹp nói coi bên chân tầm môi cái thằng về một đại bị sụp hẹp thả thua tam bọn nẹp ra còn thua tam về ao giờ tật trạng này không biết còn địa tật trạng không biết còn đoạn mình rồi vậy này bỏ bón trên nẹp ra bỏ hiến đi biết mà ai tơ đuôi cầm bị lâu dính sao món đại giờ tật trạng không biết hay ai khai chia ra bán bộ bong bọ thưa chẳng chỗ của má tha bà không sàn không piêng sàn nó miền tật là miền sàn sàn lì chỗ kia nhiều bỏ được phốt tới mình cả chỉបញ្ហា này không bị tìm cô cả nó ai lên tranh chia sẻ như mình này còn tái điền khơi hai này cái lại đi phật cầm nứt rồi bỏ nè bầm ra nó cứ còn hoàn thành đạp tam bầm quạt rồi bỏ đi sự hai thua tam hai bông chưa chạy than trẻ làm hết cứ than trẻ ởរឿងកន្លងមកពីក្នុងចម្ពោះមួយដែលយើងឃើញ reaction លើកមុនយើងឃើញព្រះអង្គបានធ្វើកិច្ចការអស្ចារ្យមួយចំនួនអញ្ចឹងមកជួយចាក់ថាម្ដងនេះទៀតអ្នកបម្រើនេះប្រហែលជាដឹងហើយពេលគេនៅមួយព្រះយេស៊ូវកាលណាយើងទុកចិត្តហើយស្ដាប់ព្រះអង្គតែងតែមានការអស្ចារ្យកើតឡើងហើយនេះគឺជាព្រះរបស់យើងហើយនេះគឺជាព្រះយេស៊ូវព្រះអង្គចង់ធ្វើការអស្ចារ្យតាមរយៈយើងហើយក្នុងយើងកាលណាយើងស្ដាប់បង្គាប់ហើយធ្វើតាមនោះការអស្ចារ្យនឹងកើតឡើងហើយកន្លែងណាដែលនៅជាមួយព្រះអង្គឲ្យតែស្ដាប់បង្គាប់ហើយធ្វើតាមព្រះអង្គការអស្ចារ្យនឹងកើតឡើងមែនទេអេលីមែនបងដូចជាមង្គលការនៅភូមិកាណាដូចអញ្ចឹងចាអាចារ្យនោះគេគ្រប់គ្នាឆ្ងល់ទៀតស្រាល្អគេទុករហូតដល់ចុងក្រោយតែពិតវាគួរតែសមយកមកទទួលភ្ញៀវពេលមុនប៉ុន្តែអ្វីក៏ដោយព្រោះទេស្រាល្អដែលនៅចុងក្រោយនេះគឺជាស្រាដែលផលិតដោយព្រះយេស៊ូវចាមូលហេតុវាល្អឥតខ្ចោះមែនទេអញ្ចឹងយើងអាចរៀនបានថាអ្វីក៏ដោយដែលមកពីព្រះជាម្ចាស់តែងតែល្អឥតខ្ចោះបាទវ៉ាវហើយតែមានអីមានអីបន្ថែមខ្ញុំចាប់អារម្មណ៍កន្លែងហ្នឹងដែរត្រង់ថាស្រាដែលគេធ្វើសម្រាប់មង្គលការវាល្អស្រាប់ហើយប៉ុន្តែអ្វីដែលព្រះអង្គប្រទានឲ្យនៅក្នុងហ្នឹងគឺវាល្អលើសនឹងទៅទៀតអញ្ចឹងមានន័យថាព្រះអង្គពោពេញដោយប្រជាស្ដាហើយព្រះអង្គទ្រង់ធ្វើគ្រប់ការទាំងអស់ល្អប្រណិតខ្ញុំចូលចិត្តកន្លែងហ្នឹង Yes ហើយអ្វីមួយដែលបងចង់លើកទឹកចិត្តទៀតណាប្រធានមង្គលការនៅពេលនោះមានព្រះយេស៊ូវនៅគង់មួយជាមួយផ្ទាល់មកហើយព្រះអង្គធ្វើការអស្ចារ្យតែបងជឿជាក់ថាពេលការអេលីបើមានព្រះអង្គគង់នៅជាមួយក៏មានការអស្ចារ្យកិច្ចការល្អកើតឡើងដែរមែនទេមែនអាមែនបងចាំពេលការបងយើងអធិដ្ឋានច្រើនហើយបងជឿជាក់ថាព្រះអង្គគង់នៅជាមួយដែរនឹងមូលហេតុមានការអស្ចារ្យកើតឡើងឥឡូវបងមានកូនពីរដល់10ថ្ងៃអេមែនចឹងសង្ឃឹមអេលីដូចគ្នាដែរតោះយើងទៅមួយគ្នាទៀតថាតើមានកិច្ចការអីអស្ចារ្យកើតឡើងទាំងសម្ដែងសេរីល្អរបស់ព្រះអង្គហើយពួកសិស្សក៏ជឿដល់ព្រះអង្គក្រោយមកព្រះអង្គយាងចុះទៅក្រុងកាពឺនឹមជាមួយមាតាបងប្អូននិងពួកសិស្សព្រះអង្គហើយស្នាក់នៅទីនោះ 4-5 ថ្ងៃបុណ្យរំលងរបស់សាសយូដាជិតមកដល់ហើយព្រះយេស៊ូវក៏យាងឡើងទៅក្រុងយេរូសាឡឹមចាប់អារម្មណ៍កន្លែងនេះរបៀបគេរស់នៅវប្បធម៌ហ្នឹងតំណងណាបងឃើញកន្លែងទីក្រុងគេអីហើយកន្លែងទីផ្សារគេមើលទៅមានអារម្មណ៍ខ្ញុំចង់ទៅនៅក្នុងសម័យហ្នឹងដែរហើយនេះជាពិសេសមានលីប៉ប៉ែមានលីអីនេះហើយមើលទៅដូចយ៉ាហ្វាន់តាប៉ុន្តែបងចាប់អារម្មណ៍មួយបន់រំលងអីលីធ្លាប់បានដឹងបន់រំលងជាពិធីបន់អីគេបុណ្យរំលងតាមអីដែលខ្ញុំដឹងគឺជាពិធីមួយដែលគេធ្វើតាំងពីសម័យបុរាណដែលលោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបហើយដោយសារតែទេវតាត្រូវរំលងផ្ទះជនជាតិអ៊ីស្រាអែលដែលមានក្របទ្វារមានឈាមបាត់ពីលើអញ្ចឹងគេធ្វើបុណ្យនេះដើម្បីរំលឹកពីពេលហ្នឹងដែលគេរួចចេញពីស្រុកអេស៊ីបមែនអត់បងអញ្ចឹងវាដូចជាពេលដែលអបអរមួយអញ្ចឹងមែនទេចាអញ្ចឹងបើបងគិតថាដូចបងស្មានតាដូចបនចូលឆ្នាំចូលអីយ៉ាងហ្នឹងអញ្ចឹងមកឃើញសកម្មភាពដូចអ៊ូអដែរមែនទេឃើញដូចមានសកម្មភាពអ៊ូអផ្សេងបងស្មានពេលគេធ្វើបននឹងដូចចូលឆ្នាំយើងធៀមសុបាយដែរតាអរគុណអេលីដែលបានប្រាប់អញ្ចឹងយើងតាមដានតមួយគ្នាទៀតមើលLoco, hey, catch your mother. កន្លែងហ្នឹងមើលទៅដូចនៅក្នុងព្រះវិហារព្រះវិហារប៉ុន្តែឃើញដូច
នៅកន្លែងផ្សារ ចាប៉ុន្តែខ្ញុំមិនដែរឃើញសម័យឃើញព្រះវិហាររុករៀងអញ្ចឹងទេ ចាំមើលគេធ្វើអីបន្ថែម ពេលព្រះអង្គឃើញពួកអ្នកលក់គោលក់ជៀមលក់ព្រាបនិងពួកអ្នកដូរប្រាក់អង្គុយនៅក្នុងព្រះវិហារ ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ដេញគេចេញពីព្រះវិហារទាំងអស់ វ៉ាអេលីកន្លែងនេះរឿងមួយផ្សេងកន្លែងនេះព្រះអង្គមកវិហារព្រះដំណាក់របស់ព្រះអង្គជាកន្លែងព្រះអង្គជាកន្លែងព្រះបិតាជាកន្លែងអញ្ចឹងជាកន្លែងទីសក្ការៈកន្លែងបរិសុទ្ធអីចឹងប៉ុន្តែយើងឃើញណាមានគេលក់មានគេធ្វើចំនួនអីនៅក្នុងនេះហើយយើងឃើញកន្លែងនេះព្រះអង្គខឹងមែនតើណាវ៉ាអត់គួរអញ្ចឹងសោះបើបងវិញយើងគិតដែរទាំងព្រះអង្គទាំងយើងដូចគ្នាបើសិនគេយកផ្ទះរបស់យើងធ្វើជាផ្សារហើយជាអីមួយដែលយើងអត់ចង់ឲ្យគេធ្វើអញ្ចឹងណា ចា ហើយមើលទៅវាញញ៉ៃមែនទែនយើងឃើញមានតាមវិស័យមានអីគ្រប់យ៉ាងហើយយើងឃើញព្រះអង្គខឹងគេយើង ទាំងជៀមទាំងគោហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញព្រមទាំងកាប់ទុករបស់គេផងព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថាចូលយករបស់ទាំងនេះចេញកុំយកដំណាក់របស់ព្រះវរបិតាខ្ញុំធ្វើជាកន្លែងចំនួនឡើយសិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថាសេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គនឹងបំផ្លាញទូលបង្គំពេលនោះពួកសាសយូដាទូលសួរព្រះអង្គថា អូកន្លែងនេះមកឃើញចាប់អារម្មណ៍មួយទៀតសំខាន់ពេលព្រះអង្គប្រាប់ទៅគេថាចូលយកសាច់ព្រាបចូលយកអីចេញលែងសัตว์ហើយព្រះអង្គរើទុកអីចេញហើយព្រះអង្គប្រាប់គេថាកុំយកដំណាក់របស់ព្រះបិតាព្រះអង្គធ្វើជាកន្លែងជួញដូរអីចឹងណា ចា កន្លែងនេះសំខាន់មែនទែនទាំងអស់លោកអ្នកបងប្អូនដែលកំពុងតាមដាន reaction មួយយើងដែរបងគិតថានេះគឺជាចំណុចមួយដែលល្អហើយព្រះអង្គចង់ប្រាប់យើងមូលហេតុនៅក្នុងក្រុមជំនុំយើងសពថ្ងៃយើងមើលនៅក្នុងប្រទេសកម្ពុជារបស់យើងមិនសូវមានក្រុមជំនុំអាចមិនចឹងដែរសឹងតែគ្មានទេដែលមានក្រុមជំនុំណាធ្វើចំនួនជួញដូរញ៉ៃនៅក្នុងក្រុមជំនុំទេមែនទេប្រទេសសាយយើងដឹងអេលីដឹងព្រះដំណាក់របស់ព្រះអង្គគួរតែជាទីកន្លែងអីគេ អធិដ្ឋាន អធិដ្ឋានថ្វាយបង្គំព្រះអង្គសាមការព្រះអង្គហើយជាកន្លែងដែលគ្រប់គ្នាអាចមកបានមែនទេ ចា ប៉ុន្តែនេះវាទៅជាភាពអញ្ញែអញ្ញៃវិញជាងជាមេរៀនមួយដែលល្អសម្រាប់ពួកយើងមែនទែនសូមកុំប្រើដំណាក់របស់ព្រះជាម្ចាស់ធ្វើជាកន្លែងដែលជួញដូរ យ៉ាប៉ុន្តែមួយទៀតបងខ្ញុំនឹកឃើញមួយដែលថាសប្តាហ៍ថ្ងៃនេះណាគេជាក្រុមជំនុំយើងមែនអត់អញ្ចឹងពេលដែលខ្ញុំមើលរឿងកន្លែងនេះខ្ញុំនឹកឃើញថាកុំយកអីដែលអាក្រក់កុំយកអីដែលសៅមងយកមកដាក់នៅក្នុងជីវិតរបស់យើងឬក៏យើងយកអ្វីមួយដូចឧទាហរណ៍ភាពរញ៉េរញ៉ៃមួយចំនួនដាក់នៅក្នុងជីវិតយើងដែលយើងជាព្រះដំណាក់របស់ព្រះអង្គហើយដំណាក់របស់ព្រះអង្គជាកន្លែងដែលយើងអធិដ្ឋានអញ្ចឹងមានន័យថាយើងថ្វាយសិរីល្អដល់ព្រះប៉ុន្តែដល់ពេលយើងយកអីផ្សេងទៀតមកដាក់ក្នុងជីវិតយើងច្រើនធ្វើឲ្យមិនមែនជាការកប់ប្រហាតីរបស់ព្រះអង្គទេបងគិតចឹងមែនទេត្រឹមត្រូវហើយបងជឿចិត្តថាយើងគួរតែគិតអញ្ចឹងមានកំណត់អញ្ចឹងទាំងអស់គ្នាទើបយើងចូលទៅកាន់ព្រះអង្គដោយដួងចិត្តនៃការគោរពកោតខ្លាចដួងចិត្តនៃការថ្វាយបង្គំព្រះអង្គជាមួយនឹងគ្នាចា៎អូខេតោះដែលលោកធ្វើដូច្នេះតើលោកមានទីសម្គាល់អ្វីបង្ហាញយើងព្រះយេស៊ូវឆ្លើយទៅគេថាចូលបំផ្លាញព្រះវិហារនេះចុះហើយក្នុងរវាង3ថ្ងៃខ្ញុំនឹងសង់ឡើងវិញពួកសាសជុំកន្លែងនេះវិហារធំណាស់ហើយព្រះអង្គឲ្យគេបំផ្លាញហើយព្រះអង្គថា3ថ្ងៃព្រះអង្គសង់ឡើងវិញវិហារហ្នឹងគេធ្វើឡើងរាប់សិបឆ្នាំមែនអត់បងយ៉ាមើលបងជាមួយយើងមើលទៅមុខនេះគេនឹងប្រាប់បងគិតថាគេនឹងប្រាប់នឹងឆ្នាំសាងវិហារហ្នឹងហើយមានអីជាអំណាចឯព្រះអង្គនិយាយបែបហ្នឹងយូដាទូលថាគេសង់ព្រះវិហារនេះអស់46ឆ្នាំតែលោកនឹងសង់ឡើងវិញក្នុងរវាង3ថ្ងៃឬប៉ុន្តែព្រះអង្គមានព្រះបន្ទូលអំពីព្រះវិហារដែលជារូបអង្គទ្រង់ទេក្រោយពីព្រះអង្គមានការពិតព្រះអង្គចង់ប្រៀបធៀបអំពីព្រះអង្គមែនទេចា៎ដែលយើងនឹងដឹងជាមួយនឹងគ្នានៃសាច់រឿងនេះប៉ុន្តែជាទូទៅបងប្អូនយើងបានដឹងហើយអំពីការដែលព្រះយេស៊ូវបានលះបង់សម្រាប់អំពើបាបរបស់យើងរាល់គ្នាមែនទេចា៎ព្រះអង្គសគត់នៅលើឈើឆ្កាងហើយ3ថ្ងៃក្រោយព្រះអង្គរស់ឡើងវិញអញ្ចឹងកន្លែងនេះខ្ញុំគិតថាព្រះអង្គចង់
ចង់ប្រាប់យើងអំពីកិច្ចការហ្នឹង ហើយអីដែលខ្ញុំនឹកឃើញមួយទៀតគឺព្រះអង្គមិនសំដៅទៅលើអាគារទេដូច្នេះខ្ញុំនឹកឃើញថាក្រុមជំនុំឬក៏យើងផ្ទាល់មិនត្រឹមតែជាអាគារទេអាគារមិនមែនជាក្រុមជំនុំទេប៉ុន្តែយើងជាមនុស្សយើងដែលជុំគ្នាដែលជាក្រុមជំនុំរបស់ព្រះអង្គ ត្រូវ ណាបង ត្រូវ ព្រះជន្មរស់ពីស្លាប់ឡើងវិញទើបពួកសិស្សព្រះអង្គនឹកឃើញថាព្រះអង្គបានមានព្រះបន្ទូលពាក្យនេះហើយគេក៏ជឿព្រះគម្ពីរនិងសេចក្តីដែលព្រះយេស៊ូវមានព្រះបន្ទូលពេលព្រះអង្គគង់នៅក្រុងយេរូសាឡឹមក្នុងវេលាបុណ្យរំលងមនុស្សជាច្រើនបានជឿដល់ព្រះនាមព្រះអង្គព្រោះគេឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើប៉ុន្តែព្រះយេស៊ូវមិនទុកចិត្តគេទេព្រោះព្រះអង្គស្គាល់មនុស្សទាំងអស់ Yes Yes កន្លែងនេះខ្ញុំចាប់អារម្មណ៍នេះរហូតចុចជាមួយគ្នា ចុចមួយគ្នាដល់មិនដឹងនិយាយពីអារម្មណ៍កន្លែងនេះហេតុអីណាចាប់អារម្មណ៍កន្លែងនេះចង់ស្គប់ ចង់និយាយថាព្រះអង្គជ្រាបដឹងពីចរិតលក្ខណៈមនុស្សទាំងអស់អញ្ចឹងបានព្រះអង្គគេបាននិយាយនៅក្នុងព្រះបន្ទូលថាព្រះអង្គអត់ទុកចិត្តណាគេព្រះអង្គដឹងថាណាគេជឿព្រះអង្គពិតប្រាកដណាគេសំដែងណាគេមានអីមួយនៅក្នុងជីវិតរបស់គេហើយរបៀបដែលគេចូលមករកព្រះអង្គប្រហែលគេនិយាយជាមួយព្រះអង្គធម្មតានៅក្នុងព្រះវិហារប៉ុន្តែពីក្រៅខ្នងគេមានអីពីក្រៅខ្នងតែព្រះអង្គដឹង ប៉ុន្តែអីមួយទៀតដែលបងចាប់អារម្មណ៍គឺជាក៏ព្រះដឹងគ្រប់យ៉ាងទាំងអស់ហើយមែនទេប៉ុន្តែព្រះអង្គហាក់បីដូចជាធ្វើអ្វីៗគ្រប់យ៉ាងបែបយ៉ាងដែលក្នុងដំណើរជីវិតរបស់ព្រះអង្គដែលនៅលើផែនដីគ្រប់កិច្ចការទាំងអស់ដែលកើតឡើងដូចព្រះអង្គទៅតាមដំណាក់កាលបានន័យថាបើបងជាអេលីវិញបងដឹងថាជាបើបងដឹងថាជាអេលីនឹងនិយាយពាក្យហ្នឹងអញ្ចឹងបងប្រហែលជាពេលខ្លះបងមានអារម្មណ៍មួយថាបងដូចអសណោចបងមានអារម្មណ៍មួយថាបងនឹងមុនអីអញ្ចឹងណាប៉ុន្តែបើយើងមើលព្រះយេស៊ូវអត់ទេមែនទេព្រះអង្គដឹងគ្រប់ទាំងអស់ប៉ុន្តែព្រះអង្គព្យាធ្វើទៅតាមអ្វីដែលនឹងកើតឡើងបានន័យថាទៅជាធម្មជាតិទៅជាអ្វីមួយដែលកើតឡើងទៅតាមដំណើរនៃសាច់រឿងព្រះអង្គអត់បានយកភាពថាព្រះអង្គដឹងមុនព្រះអង្គជ្រាបនេះជ្រាបនោះមុនដើម្បីប្រអាក់ប្រទិចគេប៉ុន្តែសកម្មភាពទាំងអស់នេះដូចជាទៅរលូនប៉ុន្តែចុងក្រោយនៅក្នុងសាច់រឿងនេះគេបានប្រាប់យើងវិញថាព្រះអង្គស្គាល់មនុស្សទាំងអស់នោះមូលហេតុព្រះអង្គពិបាកទុកចិត្តរបស់ពួកគេព្រោះដោយសារព្រះអង្គដឹងថាអ្នកណាយ៉ាងម៉េចដូចអេលីនិយាយមិញអញ្ចឹងណាមែនហើយសម្រាប់យើងសម្រាប់បងដែរថាពេលយើងស្គាល់នរណាម្នាក់ច្បាស់ការស្គាល់នរណាម្នាក់ច្បាស់នឹងជួយឲ្យយើងទុកចិត្តអ្នកនោះឬក៏មិនទុកចិត្តអ្នកនោះតាមរយៈដែលយើងស្គាល់នរណាច្បាស់ហ្នឹងហើយចាហើយដូចព្រះអង្គដែរមូលហេតុកន្លែងនេះគេថាព្រះអង្គអត់ទុកចិត្តណាសោះចាប៉ុន្តែខ្ញុំឃើញកន្លែងនេះមួយថាព្រះយើងមានប្រាជ្ញាមែនព្រះអង្គដឹងថាពេលណាត្រូវធ្វើអីពេលណាត្រូវធ្វើអីទោះព្រះអង្គដឹងថាម្នាក់នឹងមិនក៏ដោយតែព្រះអង្គអត់បានប្រតិកម្មខ្លាំងចំពោះគេតែដែលព្រះអង្គដឹងថាគេមានចរិតលក្ខណៈបែបណាក៏ដោយប៉ុន្តែប្រតិកម្មរបស់ព្រះអង្គគឺព្រះអង្គមានប្រាជ្ញាក្នុងការដោះស្រាយរឿងនីមួយៗយ៉ាគេទៅតិចទៀតមកហើយព្រះអង្គមិនត្រូវការឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយបិទព្រះអង្គជ្រាបពីជំរឿចិត្តរបស់មនុស្សយ៉ាព្រោះដោយសារអីព្រះអង្គស្គាល់ពីជំរឿចិត្តរបស់យើងបាត់ហើយប៉ុន្តែក៏បាត់ដល់ទីបញ្ចប់ហើយមែនទេអេលីរឿងនេះដូចបើបងជក់មែនទែននេះបងចង់ទៅមុខតិចទៀតចង់ទៅមុខទៀតបាទប៉ុន្តែមានអារម្មណ៍ថាដូចវាខ្លីហ្នឹងមែនទេអញ្ចឹងនៅក្នុងតាមរយៈចំពោះ2នេះយើងរៀនបានពីសាច់រឿងមែនទេរឿងទី1គឺតាក់ទងជាមួយនឹងព្រះអង្គចូលរួមពិធីមង្គលការនៅភូមិកាណាមួយគ្នាហើយការអស្ចារ្យបានកើតឡើងតែព្រះអង្គធ្វើទឹកឲ្យខ្លាយទៅជាស្រាទំពាំងបីជូរដល់ឈ្ងុយឆ្ងាញ់ដើម្បីគ្រប់គ្រងពិធីមង្គលការប៉ុន្តែអ្វីដែលយើងរៀនបាននៅក្នុងចំណុចនោះមិនមែនទឹកខ្លាយជាស្រាទេហើយមិនមែនព្រះអង្គលើកទឹកចិត្តឲ្យយើងពិសាស្រានោះទេនៅកន្លែងនេះណាអ្វីមួយដែលយើងរៀនបានដូចបងនិយាយមុនហ្នឹងអញ្ចឹងថាការស្ដាប់បង្គាប់ហើយធ្វើតាមព្រះជាម្ចាស់ការអស្ចារ្យការតែងតែកើតមានឡើងដូចជាអ្នកបម្រើដែលម្ដាយព្រះយេស៊ូវប្រាប់អញ្ចឹងមែនទេហើយគាត់ជឿគាត់ទុកចិត្តធ្វើតាមព្រះអង្គបើទោះកិច្ចការនោះពិបាកសម្រាប់គាត់គិតថាទៅមិនរួចក៏ដោយលើសពីសមត្ថភាពរបស់គាត់ក៏ដោយប៉ុន្តែគាត់ទុកចិត្តព្រះអង្គគ្មានអ្វីដែលព្រះយើងធ្វើអត់បានទេមែនទេមែនអញ្ចឹងកន្លែងនេះគឺចង់បង្រៀនយើងអំពីកិច្ចការនេះឯងមិនមែនបង្រៀនយើងថាគេសូម្បីតែព្រះអង្គក៏ធ្វើទឹកឲ្យខ្លាចជាស្រាហើយគ្រប់គ្រងការហូបស្រាមែនទេកន្លែងនេះណាបងចង់និយាយអញ្ចឹងណាចាអូខេហ
ហើយអេលីក៏មិនបាច់ទៅរកស្រាណាដែលឆ្ងាញ់ដើម្បីភ្លក់ដែរមែនទេ ចា អូខេប៉ុន្តែយ៉ាងណាមិញហើយរឿងមួយទៀតដែលយើងរៀនបាននៅក្នុងបន្ទាប់ពីកិច្ចការនោះមកព្រះអង្គមកឯដំណាក់របស់ព្រះអង្គហើយព្រះអង្គបានសម្អាតណាទីធ្លាដំណាក់របស់ព្រះអង្គតាមរយៈឬតូបលក់អីវ៉ាន់ការជំនុំផ្សេងៗដើម្បីអីព្រោះដោយសារព្រះអង្គចង់បញ្ជាក់ថាដំណាក់របស់ព្រះជាម្ចាស់ជាកន្លែងដែលអីគេបរិសុទ្ធជាកន្លែងដែលគួរតែថ្វាយសេរីល្អថ្វាយបង្គំទៅកាន់ព្រះជាម្ចាស់មិនជាកន្លែងដែលជួញដូរហើយដូចអេលីបាននិយាយអញ្ចឹងប្រៀបដូចជាខ្លួនយើងដែរយើងជាដំណាក់របស់ព្រះជាម្ចាស់ទាំងអស់គ្នាសូមដករាល់ទាំងភាពមងសៅនៅក្នុងជីវិតរបស់យើងអ្វីដែលមិនល្អហើយយើងសូមអាដំណាក់របស់ព្រះជាម្ចាស់ដើម្បីឲ្យយើងអីអាចត្រៀមខ្លួនក្នុងការទទួលសេរីល្អពីព្រះអង្គបានហើយកន្លែងមួយទៀតគឺអត់មានតែគេ take action អត់មានតែគេធ្វើអីទាំងអស់ទាំងគណៈផារស៊ីអីដែលជាបូជាចារហ្នឹងអត់មានតែគេឃើញអញ្ចឹងយកចិត្តទុកដាក់ថាអូធ្វើអញ្ចឹងអត់ត្រូវទេប៉ុន្តែព្រះយេស៊ូវស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គស្រឡាញ់កន្លែងដែលព្រះអង្គគង់នៅព្រះជាម្ចាស់គង់នៅដូច្នេះហើយបានព្រះអង្គទ្រាំអត់បានហើយខ្ញុំឃើញព្រះអង្គស្រែកផែជាព្រះអង្គខឹងមែនអត់ដោយសារមានលោកកន្លែងជាច្រើនអញ្ចឹងខ្ញុំចាប់អារម្មណ៍កន្លែងនេះថាព្រះអង្គស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គហើយយើងក៏ត្រូវស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គដែរហើយមួយទៀតអន័យថាយើងជាដំណាក់របស់ព្រះអង្គយើងដំណាក់ជាដំណាក់របស់ព្រះអង្គអញ្ចឹងប្រកាសណាស់ព្រះអង្គស្រឡាញ់យើងមែនទេហើយយើងក៏ត្រូវស្រឡាញ់ព្រះអង្គដែរទោះយ៉ាងណាក៏ដោយអេលីពេលវេលារបស់យើងបានមកដល់ហើយបងសង្ឃឹមហើយជឿជាក់ប៉ុន្តែបងជឿជាក់ថានៅចំពោះបន្ទាប់ទៀតនឹងមានអីកាន់តែពិសេសជាងនេះទៅទៀតមែនទេអញ្ចឹងបងជឿជាក់ថាបងប្អូននឹងបន្តតាមដានជាមួយនឹងគ្នានៅក្នុងចំពោះ3បន្ទាប់ទៀតថាតើមានរឿងអីបន្ទាប់ទៀតនៅក្នុងរឿងនៃសាច់រឿងនៅក្នុងកាន់គម្ពីរយ៉ូហានតាមរយៈកម្មវិធី Lumo Reaction នេះហើយបងជឿជាក់ការ reaction បន្ទាប់ទៀតនឹងកាន់តែល្អប្រសើរឡើងមែនទេបាទអូខេយ៉ាងណាក៏ដោយអរគុណពីខ្ញុំដុល្លារពីខ្ញុំអេលីសូមអរគុណច្រើនអរលោកអ្នកបងប្អូនទាំងអស់គ្នាដែលបានតាមដានចំណាយពេលវេលាហើយយើងវិភាគយើងសិក្សាជាមួយនឹងគ្នាតាមរយៈកម្មវិធី Lumo Reaction នៅក្នុងកាន់គម្ពីរយ៉ូហានចំពុក2នេះហើយជាចុងក្រោយរដូវចូលឆ្នាំចិត្តមកដល់សង្ឃឹមអរលោកអ្នកបងប្អូនត្រឡប់ទៅគេហដ្ឋានរៀងខ្លួនធ្វើដំណើរព្រះអង្គការពារព្រះអង្គថែរក្សាសុខសុវត្ថិភាពតាមផ្លូវហើយសូមចាំថាកន្លែងណាក៏ដោយដែលបងប្អូននៅសូមជឿទុកចិត្តហើយស្ដាប់បង្គាប់ព្រះអង្គហើយព្រះអង្គនឹងគង់នៅជាមួយហើយសូមឲ្យឱកាសចូលឆ្នាំនេះជាឱកាសដែលយើងបានផ្សាយពីដំណឹងល្អហើយយើងជាក្លិនក្រអូបរបស់ព្រះជាម្ចាស់នៅគ្រប់កន្លែងដែលយើងបានទៅមែនទេអេលីអេលីទៅសៀមរាបចា៎បងប្រហែលជាអត់ទាន់មានគម្រោងពិតប្រាកដប៉ុន្តែជាទូទៅពេលចូលឆ្នាំចេះយើងតែងតែមាន plan ពេលខ្លះលឿនផងដែរចាអូខេអរគុណច្រើនជម្រាបលាអរលោកអ្នកបងប្អូនទាំងអស់គ្នាបាយបាយជួបគ្នានៅកម្មវិធី Lumo Reaction បន្ទាប់ទៀតនៅចំពោះក្រោយបាយបាយអាចនឹងជួបយើងឬក៏អាចនឹងជួបអ្នកផ្សេងទៀតបើចង់ជួបពួកខ្ញុំហើយនឹងពីអ្នកអេលីសូមជួយ view ហើយនឹងចុច like ឲ្យបានច្រើនបាយ